สุดได้อยากสดับถึงออกนี้สวาก้มมาการกำพิธีพอดแคสต์ระบอยงในថ្ងៃนี้จมวยเนียงเขียงสุเจตาหนึ่งโลกปูสาเรือนในชนกบริยากาศดอกเกาะกระดาวในสตูดิโอระบอยงบาดสุดได้สุเจตาเฮาเอก็สุดได้แต่การปรีเม็ดเนี่ยสดับได้กำปงตามด้านตามเกหะทานหรือตามรถยนต์พองได้ថ្ងៃนี้ខ្ញុំមានអារម្មណ៍ថាប្រធានបទយើងនឹងធ្វើឲ្យអ្នកស្ដាប់ខ្លះអួលដារមឹកខ្លះទៀតប្រហែលជាលួចងក់ក្បាលយល់ស្របមិនខានเป็ดแมนให้ลูกปูประเทศบอดថ្ងៃนี้คือนิយាយអំពីម្ដាយក្មេកដែលចូលចិត្តតាមដានរសកម្មភាពរបស់កូនប្រសាលោកពូដឹងទេរឿងនេះវាคล้ายជាសង្គ្រាមត្រជាក់ក្នុងគ្រួសារជាច្រើនដែលពេលខ្លះមើលទៅខាងក្រៅដូចគ្មានអ្វីសោះតែខាងក្នុងវិញគឺពុះកញ្ជ្រោលមែនតែនបាទសុជាតាក្នុងនាមខ្ញុំជាមនុស្សចំនួនមុនខ្ញុំយល់ថាវាជារឿងរសើបម្ដាយខ្លះគាត់ធ្វើបែបនេះដោយសារគាត់បារម្ភខ្លាំងពេកពីកូនប្រុសគាត់ឬចង់ឲ្យផ្ទះសម្បែងមានរបៀបរៀបរយតាមស្តង់ដាររបស់គាត់ប៉ុន្តែពេលខ្លះវាហួសព្រំដែនរហូតធ្វើឲ្យកូនប្រសាមានអារម្មណ៍ថាដូចកំពុងរស់នៅក្នុងមន្ទីរឃុំឃាំងទៅវិញពិតណាស់លោកពូមានមិត្តភក្តិខ្ញុំម្នាក់ប្រាប់ថាគ្រាន់តែនាងបង្ហំរូបភាពដាលេងឬទិញរបស់ប្រើប្រាស់បន្តិចបន្តួចលើ Facebook ក៏ត្រូវម្ដាយក្មេកសួរដេញដោវពីតម្លៃនិងគោលបំណងភ្លាមនាងមានអារម្មណ៍ថាគ្មានសេរីភាពតទេសោះទោះបីជានាងប្រើលុយដែលនាងរកបានដោយខ្លួនឯងក៏ដោយនឹងហើយជាបញ្ហាធំណាស់មនុស្សចាស់ជួនកាយគាត់មិនយល់ពីពាក្យថាសិទ្ធិឯកជនរបស់យុវវ័យសម័យនេះទេគាត់គិតថាការដឹងរឿងគ្រប់យ៉ាងគឺជាការយកចិត្តទុកដាក់ប៉ុន្តែសម្រាប់កូនប្រសាវាជាការតាមដានដែលបង្កជាសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរហើយមិនត្រឹមតែរឿងលួយកាក់ទេលោកពូសូម្បីតែរបៀបចម្អិនម្ហូបឬការបោកសម្លៀកបំពាក់ក៏គាត់មកឈមមើលពីក្រោយខ្នងដែរអ្នកខ្លះទៀតដល់ថ្នាក់ចូលទៅក្នុងបន្ទប់ដេកកូនដើម្បីរៀបចំនេះរៀបចំនោះដោយមិនបានសុំការអនុញ្ញាតឡើយតើលោកពូយល់ថាកូនប្រសាគួរមានប្រតិកម្មបែបណាដើម្បីកុំឲ្យមានជម្លោះតាមបទពិសោធន៍ខ្ញុំការតបតដោយកំហឹងមិនមែនជាដំណោះស្រាយល្អទេកូនប្រសាគួរតែព្យាយាមនិយាយដោយប្រើពាក្យសម្ដីផ្អែមល្ហមប៉ុន្តែមានភាពច្បាស់លាស់ឧទាហរណ៍អាចប្រាប់គាត់ថាម៉ែកូនអរគុណណាស់ដែលម៉ែជួយមើលការខុសត្រូវប៉ុន្តែកូនចង់រៀនធ្វើវាដោយខ្លួនឯងដើម្បីឲ្យម៉ែបានសម្រេចខ្លះការប្រើពាក្យដែលផ្ដោតតម្លៃឲ្យគាត់តែបង្ហាញពីតម្រូវការសេរីភាពរបស់យើងគឺជាគន្លឹះបាទលោកពូតែពេលខ្លះទោះជានិយាយល្អយ៉ាងណាក៏គាត់នៅតែមិនផ្លាស់ប្ដូរដែរចោះតួនាទីរបស់កូនប្រុសដែលត្រូវជាប្តីវិញតើគាត់គួរធ្វើអន្តរាកម្មបែបណានេះជាចំណុចសំខាន់បំផុតប្តីគឺជាស្ពានប្តីមិនត្រូវឈរមើលដោយស្ងៀមស្ងាត់ឬកាន់ជើងខាងណាងាប់ងួលពេកទេគាត់ត្រូវតែជាអ្នកពន្យល់ម្ដាយខ្លួនឯងឲ្យយល់ពីការផ្លាស់ប្ដូរនៃសម័យកាលនិងតម្រូវការរបស់ភរិយាបើប្តីមិនរឹងមាំទេគ្រួសារនោះនឹងគ្មានសុភមង្គលឡើយខ្ញុំយល់ស្របទាំងស្រុងការតាមដានគ្រប់ជំហានមិនមែនជាការបង្ហាញក្តីស្រឡាញ់ដែលសុខដុមរមនាទេវាជាការសម្លាប់ក្តីសុខក្នុងគ្រួសារបន្តិចម្ដងម្ដាយក្មេកគួរតែរៀនជឿជាក់លើសមត្ថភាពរបស់កូនប្រសាហើយកូនប្រសាក៏ត្រូវបង្ហាញភាពចាស់ទុំឲ្យគាត់ឃើញផងដែរត្រឹមត្រូវហើយសេចក្តីសុខកើតចេញពីការទុកចិត្តគ្នាបើចង់ឲ្យកូនរស់នៅមានសុភមង្គលមនុស្សចាស់ត្រូវរៀនលែងដៃខ្លះដើម្បីឲ្យពួកគេបានកសាងគ្រួសារតូចមួយដោយខ្លួនឯងប៉ុន្តែយើងនៅតែចាំផ្ដាល់តំបន់មានពីចម្ងាយនៅពេលពួកគេត្រូវការសង្ឃឹមថាអ្នកស្ដាប់ដែលជាម្ដាយក្មេកឬកូនប្រសាបានស្ដាប់ហើយនឹងយកទៅពិចារណាទាំងអស់គ្នាដើម្បីសុភមង្គលក្នុងរង្វង់គ្រួសារបាទហើយកុំភ្លេចថាការយោគយល់គ្នាគឺជាឱសថដ៏ស័ក្តិសិទ្ធិបំផុតក្នុងទំនាក់ទំនងគ្រួសារជាចុងក្រោយនាងខ្ញុំសុជាតានិងលោកពូសារឿនសូមអរគុណមិត្តអ្នកស្ដាប់សម្រាប់ការតាមដានតាំងពីដើមរហូតដល់ចប់យើងនឹងជួបគ្នានៅភាគក្រោយជាមួយប្រធានបទថ្មីទៀតសូមជម្រាបលានិងមានសំណាងល្អគ្រប់គ្នា